មានការបញ្ជាក់អំពីគណៈកម្មការដែលទទួលបន្ទុកលើការស្រាវជ្រាវនេះលោកធូមានអ្វីដើម្បីជម្រាបជូនជំវិញករណីនេះទេបាទបន្ទាប់ពីមានព្រឹត្តិការណ៍នេះកើតឡើងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលោកបានប្រកាសបង្កើតគណៈកម្មាធិការបណ្ដោះអាសន្នមួយជាបន្ទាន់ហើយក្នុងនោះចែកជា3ផងដែរមានអនុគណៈកម្មការជួយដឹកជញ្ជូនសពទៅដល់គេហដ្ឋានរបស់ប្រជាពលរដ្ឋហើយអនុគណៈកម្មការទី2នោះគឺធ្វើកសលវិច័យនិងអនុគណៈកម្មការទី3គឺស៊ើបអង្កេតបាទហើយរហូតមកដល់ពេលនេះពុំទាន់មានរបាយការណ៍ណាមួយជាផ្លូវការថាបណ្ដាលមកពីហេតុមូលហេតុអ្វីច្បាស់លាស់នោះទេប៉ុន្តែបើយោងតាមការសន្និដ្ឋានក្រៅផ្លូវការរបស់ប្រជាពលរដ្ឋក៏ដូចជាអ្នកដែលបានឃើញហេតុការណ៍នោះលោកសន្និដ្ឋានថាចំណុចនៅលើស្ពាននោះគឺជាចំណុចមួយដែលមានភ្លើងស្អាតមិនធ្លាប់មានកាលពីពេលមុនដូច្នេះហើយប្រជាពលរដ្ឋគាត់សំដៅទៅកាន់ទីនោះធម្មតាដូចសัตว์មមាចឹងកាលណាមានភ្លើងគាត់ចង់ទៅឃើញភ្លើងនឹងដែរហើយប្រជាពលរដ្ឋលោកចង់ដឹងថាស្ពាននឹងស្អាតយ៉ាងម៉េចអីយ៉ាងម៉េចឃើញភ្លើងនឹងគួរឲ្យចាប់អារម្មណ៍អញ្ចឹងទៅក៏ជាកន្លែងប្រមូលផ្ដុំគ្នានៅកន្លែងហ្នឹងហើយក៏ជាកន្លែងមួយដែលណាត់ជួបគ្នាផងដែរធម្មតាពេលខ្លះបងប្អូនគាត់អញ្ជើញមកពីទីខេត្តឆ្ងាយអញ្ចឹងគាត់គិតថាឥឡូវយើងណាត់ជួបគ្នានៅកន្លែងភ្លើងភ្លឺកន្លែងស្ពានដ៏ស្រស់ស្អាតនោះអញ្ចឹងដល់អញ្ចឹងហើយធ្វើឲ្យចំណុចស្ពាននឹងជាចំណុចប្រសពកណ្ដាលមួយដែលធ្វើឲ្យមនុស្សទៅកកកុញនៅកន្លែងនោះហើយបន្តមកក៏មានការហៅថាផ្អើលឆោឡោជើស្រែកឡើងអញ្ចឹងទៅក៏មានការរត់ជន់គ្នាកាលណារត់ជន់គ្នាធម្មតាអ្នកដួលគាត់តែងសេវាចាប់ម្នាក់ទៀតដើម្បីអាចក្រោកឈរឡើងហើយពេលនោះគាត់ដួលហើយមានអ្នកជន់មិនអាចក្រោកឡើងហើយអ្នកទៀតដួលសេវាអបចកេះអញ្ចឹងទៅហើយអ្នកខ្លះលោតបន្តគ្នាអញ្ចឹងទៅបណ្ដាលឲ្យរឹបចូលគ្នាតែម្ដងរឹបចូលគ្នាតែម្ដងដល់ពេលអ្នកខ្លះទៅគាត់មានខ្យល់ដកដង្ហើមគ្រប់គ្រាន់អញ្ចឹងទៅអញ្ចឹងគាត់ត្រូវអបសេវាជាប់គ្នាតែម្ដងធ្វើឲ្យហៅថាស្អិតចូលគ្នាតែម្ដងដូចនៅក្នុងរូបភាពដែលបងប្អូនបានឃើញទូរទស្សន៍ CTN បានបង្ហាញកាលពីម្សិលមិញនេះហើយនេះជាការសន្និដ្ឋានក្រៅផ្លូវការមួយគេហៅថាដោយសារតែវាជាចំណុចកណ្ដាលមួយដែលភ្លើងស្អាតហ្នឹងបងប្អូនចាប់អារម្មណ៍ទៅទីនោះធ្វើឲ្យមនុស្សផ្ដុំគ្នាទៅកន្លែងនោះហើយចំណុចមួយទៀតជនបរទេសលោកក៏បានចូលរួមនៅក្នុងពិធីបុណ្យនេះផងដែរហើយលោកពីម្សិលមិញនេះខ្ញុំបានជួបដែរលោកពិសិដ្ឋជួបជនបរទេសចំនួន2-3នាក់ដែរលោកថាលោកចាប់អារម្មណ៍ច្រើនចាប់អារម្មណ៍ចង់មកលេងក៏ប៉ុន្តែនៅក្នុងឱកាសនោះមានអ្នកឆ្លៀតឱកាសបាទអ្នកឆ្លៀតឱកាសហ្នឹងគឺថាលួចលោកហៅប៉ៅលោកអីចឹងអ្នកដែលលួចហ្នឹងក៏លោកជនបរទេសគាត់ថាហាក់ដូចជាមានជំនាញខ្លាំងណាធម្មតាគាត់ទុកជាប់រហូតកប៉ៅរបស់គាត់ហ្នឹងគាត់ដកដៃឈប់ខ្ទប់បន្តិចគឺបាត់ភ្លាមតែម្ដងបាទហើយលោកបានជនបរទេសនោះក៏លោកថាគាត់គោលដៅរបស់គាត់ចង់ទៅកាន់ Naga ប៉ុន្តែឆ្លងអត់ដល់ Naga ធ្វើបាត់កុំព្យូទ័រមកគ្រឿងទូរស័ព្ទដៃនិងបាត់សម្ភារៈផ្ទាល់ខ្លួនរបស់គាត់ផ្សេងទៀតផងដែរបាទនេះជាវត្តពិសោធន៍មួយហើយមិនគិតទៅលោកពិសិដ្ឋយើងគួរតែសំណូមពរថាបងប្អូនដែលអ្នកចូលរួមធ្វើយ៉ាងណាគឺយើងកុំធ្វើអញ្ចឹងកាលណាយើងធ្វើអញ្ចឹងវាឲ្យធ្វើឲ្យវាឲ្យបាត់បង់តម្លៃមុខមាត់របស់យើងផងដែរហើយជនបរទេសក៏គេមិនសូវហ៊ានមកចូលរួមក្នុងពិធីបុណ្យផ្សេងរបស់យើងដែលព្រួយបារម្ភផ្នែកគេហៅថាដោយលោកហៅប៉ៅអញ្ចឹងណាបាទអញ្ចឹងនេះជាការសំណូមពរមួយដើម្បីធ្វើយ៉ាងណាឲ្យវាល្អទាំងអស់គ្នាបាទអញ្ចឹងលោកពិសិដ្ឋមានអ្វីបន្ថែមលើនេះទៀតទេពាក់ព័ន្ធជុំវិញបញ្ហាសន្តិសុខនេះខ្ញុំបាទក៏សូមបញ្ជាក់ផងដែរថានៅពេលមុនកើតហេតុប្រមាណជាពេលវេលាម៉ោងប្រមាណជាម៉ោង5ទៅម៉ោង6ខាងក្រុមអ្នកសារព័ត៌មានរបស់យើងក៏បានជួបសម្ភាសជាមួយលោកឧត្តមស្នេហ៍ត្រីទូចនរ៉ុតហើយជាងនោះទៅទៀតខាងអ្នកសារព័ត៌មានរបស់យើងក្រុមអ្នកយកព័ត៌មានរបស់យើងក៏មានវត្តមាននៅតាមចំណុចនានាដែរដើម្បីយកព័ត៌មានប្រឌិតយករូបភាពពាក់ព័ន្ធជាមួយនឹងឱកាសពិធីបុណ្យអុំទូកពេញរយៈពេល3ថ្ងៃតែម្ដងអញ្ចឹងគិតចាប់ពីថ្ងៃទី20ដែលជាថ្ងៃទី1នៃព្រឹត្តិពិធីបុណ្យអុំទូកបណ្ដាប្រទីបអអំបុកនិងសំពះព្រះខែមកដល់ថ្ងៃទី22វេលាម៉ោង5ប្រមាណជាម៉ោង5យើងឃើញថាសន្តិសុខមានការរក្សាល្អមែនទែនដែលយើងសូមសរសើរដែលមិនធ្លាប់មានការពីឆ្នាំកន្លងមកជាពិសេសពាក់ព័ន្ធជាមួយនឹងការទប់ស្កាត់ចរាចរណ៍យានយន្តមិនឲ្យចូលទៅតំបន់ដែលមានប្រជាពលរដ្ឋដើរច្រើនមួយចំនួនហើយប្រជាពលរដ្ឋមួយចំនួនធំក៏លោកបានលាន់មាត់ដែរទាំងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញក៏ដូចជាប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តនានាគឺលោកថានៅឆ្នាំនេះគឺសន្តិសុខរក្សាបានតឹងរឹងហើយគាត់ថាគាត់មានអារម្មណ៍មានសេរីភាពក្នុងការដើរហើរក្នុងឱកាសព្រឹត្តិពិធីបុណ្យអុំទូកដែលអ្នកខ្លះដើរដល់ម៉ោង2អ្នកខ្លះដើរដល់ម៉ោង3យប់ដោយសារតែចង់សប្បាយយូរបានមកចូលរួមក្នុងពិធីនេះម្ដងហើយយើងឃើញថាករណីបាត់ល្មើសនៅតែកើតមានប៉ុន្តែកើតមាននោះគឺកើតមានជាលក្ខណៈតូចតាចហើយតិចតួចព
ពុំមានករណីប្លន់ពុំមានករណីវាយក្រុមក្មេងទំនើងវាយគ្នាបង្កទៅជារបួសធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នោះទេគឺអ្វីដែលបានកើតមានឡើងគឺមានតែករណីឆក់កាបូបលោកហៅប៉ៅហើយនឹងបន្លំយករបស់របរបន្តិចបន្តួចតែប៉ុណ្ណោះហើយមួយវិញទៀតគឺករណីបាត់ក្មេងក៏ប្រជាពលរដ្ឋរបស់យើងលោកក៏បានមានការយល់ដឹងច្រើនដែរក្នុងអំឡុងពេលនៃពិធីបុណ្យអុំទូកនោះគឺគាត់បានកត់លេខទូរស័ព្ទដាក់នៅក្នុងហោប៉ៅកូនចៅរបស់គាត់កូនក្មួយរបស់ពួកគាត់នៅពេលដែលបាត់គឺសមាជិករឹបបានគឺងាយស្រួលធ្វើការទំនាក់ទំនងទៅហើយមួយវិញទៀតនោះក្នុងរយៈពេលពីថ្ងៃទី20រហូតដល់ថ្ងៃទី22វេលាម៉ោងប្រហែលជា5ល្ងាចនេះយើងឃើញថាអ្នកស្លាប់មានតែម្នាក់ទេក្នុងតំបន់ប្រពៃពិធីបុណ្យអុំទូកនោះគឺកុមារាម្នាក់ដែលគាត់ស្លាប់ដោយសារលំទឹកហៅទៅយកសម្បកកំប៉ុងសម្បកដបដែលរសាត់អណ្ដែតលើទឹកតែជាអកុសលគាត់ក៏បានលំទឹកនៅពេលនោះប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយនោះគឺនៅវេលាអាត្រិតបន្តិចក៏មានការរឿងហេតុដ៏គួរឲ្យសោកស្ដាយនោះឡើងតែម្ដងដែលទាំងខាងប្រជាពលរដ្ឋក៏មិនចង់ឲ្យរឿងហេតុនេះកើតឡើងទាំងខាងអាជ្ញាធរក៏មិនចង់ឲ្យរឿងហេតុនេះកើតឡើងតែទោះជាយ៉ាងណាក៏ដោយរឿងហេតុនេះគឺវាបានកើតឡើងដោយចៃដន្យពុំមាននរណាបានព្រឹត្តព្រៀងមានបំណងប៉ុនប៉ងទុកជាមុនទេហើយអ្វីដែលគួរឲ្យកត់សម្គាល់ដែលជាការរួមចំណែកនៅក្នុងហេតុការណ៍មួយនេះដែរយើងសង្កេតឃើញថានៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកយុវជនមួយចំនួនដែលដើរជាវងគឺគាត់ចូលចិត្តកាន់ដៃប្រទាក់ស្មាគ្នាជាជួរហើយដើរភាគច្រើនគឺរត់ដើរជាលក្ខណៈលឿនយើងអាចនិយាយថាជារត់ចោះបញ្ជ្រៀតគេបញ្ជ្រៀតឯងដូច្នេះហើយចំណុចនេះក៏អាចជាករណីមួយរួមចំណែកនៅក្នុងសោកនាដកម្មដ៏គួរឲ្យសោកស្ដាយនោះដែរគឺគាត់កាន់ស្មាគ្នាជាប់ដល់ពេលបញ្ជ្រៀតគ្នាគឺដួលទៅគឺរឹតកគ្នាតែម្ដងហើយអ្នកដែលនៅក្បែរខាងគាត់ក៏រើចេញមិនកើតដែរដោយសារតែគាត់គៀបស្មាដៃគៀបនឹងស្មាគ្នាជាប់គៀបនឹងកមិត្តភ័ក្តិរបស់គាត់ជាប់អញ្ចឹងទាំងរូបគាត់ផ្ទាល់ទាំងអ្នកជិតខាងគឺពិបាកនឹងរើខ្លួនដកយកខ្លួនចេញណាជាប់ណែនតាន់តាក់តែម្ដងគណៈពេលដែលប្រជាពលរដ្ឋកាន់តែបុកមកបន្ថែមទៀតបាទលោកវិសិទ្ធបើយើងតាមរូបភាពដែលយើងថតបានដោយភ្នាក់ងារ CTN របស់យើងរូបនោះគឺស្អិតបាទរមួតចូលគ្នាតែម្ដងរូបភាពដែលយើងថតបាននោះដោយភ្នាក់ងារ CTN យើងបានទៅដល់មុនគេដល់ទៅនៅកន្លែងកើតហេតុនោះហើយពេលនោះឃើញឧត្តមសេនីយ៍ត្រីទូចនរតនិងឧត្តមសេនីយ៍ត្រីប៉ែនរតលោកបានទៅដល់កន្លែងនោះតែម្ដងហើយលោកចាត់ការបានលឿនផងដែររួមសហការជាមួយនឹងកងរាជហត្ថលើផ្ទៃប្រទេសបាទលោកបានទៅដល់ហើយថាឥឡូវបើយើងស្អិតជាប់គ្នាអញ្ចឹងរកវិធីសាស្ត្រធ្វើម៉េចឲ្យដោះចេញស្អិតហ្នឹងគឺដំបូងសាកល្បងទាញចំកណ្ដាលប៉ុន្តែគឺទាញចំកណ្ដាលអត់ចេញដោយសារតឹងណែនពេកដូច្នេះហើយសមត្ថកិច្ចយើងក៏ហៅថាដូរយុទ្ធសាស្ត្រក្នុងការជួយសង្គ្រោះគឺបេះពីចំហៀងបាទយើងបេះពីចំហៀងវិញអញ្ចឹងទៅធ្វើឲ្យអាចរលាយខ្សាក់ធ្វើឲ្យការជួយសង្គ្រោះនឹងបានលឿនតាន់ពេលវេលាផងដែរជាពិសេសនៅពេលនោះគឺការបញ្ជាផ្ទាល់ក្នុងការជួយសង្គ្រោះនោះគឺឧត្តមសេនីយ៍ត្រីទូចនរតនិងឧត្តមសេនីយ៍ត្រីប៉ែនរតដែលលោកបានបញ្ជាទៅធ្វើម៉េចបេះចេញបើឆ្អៀតបើឥឡូវលោកបងប្អូនមើលគឺណែនបេះតែម្ដងបើយើងដកហូតចំកណ្ដាលក៏ដកមិនកើតធ្វើម៉េចឲ្យកើតគឺមានតែបេះពីចំហៀងម្ដងមួយទៅពេលនោះធ្វើឲ្យយើងអាចបេះចេញរលាយខ្សាក់ពីគ្នាបងនេះគឺរូបភាពនេះស្អិតល្មួតអញ្ចឹងបើន័យថាស្អិតអញ្ចឹងគឺអ្នកមានអ្នកនៅខាងក្រោមទៀតបាទអ្នកនៅខាងក្រោមហ្នឹងគឺប្រហែលជាគាត់សន្លប់បាត់ទៅហើយគាត់សន្លប់ហ្នឹងដៃគាត់គឺអោបជើងអ្នកក្រោមជាប់ហើយអ្នកខ្លះទៀតក៏អោបចង្កេះអញ្ចឹងមានន័យថាអ្នកដែលនៅខាងក្រោមដកអត់មានខ្យល់ដកដង្ហើមអត់មានខ្យល់ដកដង្ហើមអញ្ចឹងគាត់ត្រូវសន្លប់ខណៈសន្លប់ហ្នឹងគឺដៃគាត់ហ្នឹងគឺអោបរឹតជាប់ជើងនិងជាប់ចង្កេះតែម្ដងនឹងគឺមានអ្នកនៅខាងក្រោមទៀតអញ្ចឹងយើងមើលឃើញនៅខាងលើហ្នឹងឃើញប៉ុណ្ណឹងឃើញណែនតាន់តាប់អញ្ចឹងមានអ្នកនៅខាងក្រោមដែលជន់លើគ្នាហ្នឹងមានចំនួនច្រើនទៀតហើយអញ្ចឹងអ្នកដែលស្លាប់ភាគច្រើនគឺអ្នកនៅខាងក្រោមដែលនៅខាងក្រោមគឺអ្នកនៅខាងលើហ្នឹងគាត់ជន់ហើយអ្នកខ្លះហក់ជន់លើមនុស្សដែលកំពុងតែឈរនឹងទៀតអញ្ចឹងអ្នកដែលនៅខាងក្រោមគេហ្នឹងគឺថាយ៉ាប់ជាងគេតែម្ដងគឺអត់មានខ្យល់ដកដង្ហើមហើយក៏ស្លាប់ភាគច្រើនផងដែរគឺអ្នកដែលបានដួលទៅហើយមានអ្នកជន់នៅពីលើបាទនេះយើងមើលរូបភាពនេះហើយសមត្ថកិច្ចយើងក៏មានភាពវៃឆ្លាតផងដែរក្នុងការជួយសង្គ្រោះគឺបេះចេញពីចំហៀងម្ដងមួយហើយក៏បានអាចសង្គ្រោះបានលឿនផងដែរពេលនោះបើសិនថាយើងមិនមានវិធីសាស្ត្រទេយើងដកអត់ចេញណាលោកពិសិដ្ឋគឺមនុស្សដូចស្អិតគ្នាដូចតាំងម៉ែអញ្ចឹងគឺសាកល្បងដកមើលគឺដកអត់ចេញបាទទូរទស្សនិកជនជាទីគោរពដោយសារតែពេលវេលាថ្មនេះដល់មកវេលាសម្រាប់ដូច្នេះសូមការអនុញ្ញាតសម្រាប់មួយផ្លេតសិនបាទ
នេះទៅលោកអុកពិសិដ្ឋបាទ បាទសូមអរគុណ